សូមជូនសូមជូនរឿងកំពូលវីរៈនារីតិចប៉ោតអូម៉ៃសូព្រះយើងណាចង់សោប្រពន្ធយើងចង់ដឹងថានាងទៅជួបប្រុសណាខ្លះអូប្តីយើងនឹងនិយាយអីគេហ្នឹងដល់កអូនិយាយកចាស់នេះនៅចិត្តគ្នាប្រវែងនឹងសោះស្ដាប់អីអត់លឺទេអីបើប៉ែនោះនិយាយឡើងជំទាលយកបញ្ចោយណាអូតែប៉ែនោះសងំចងសក់មួយងាមានអារម្មណ៍ថាគេលួចចងសក់ទេទៅអញ្ចឹងណាចង់រឹតប៉ុណ្ណឹងហើយជាមួយតាណាទៀតបងចឹងអូណាតែពេលព្យាបាលតិចបន្តិចណាបាទអូនបាទអញ្ចឹងប្រញាប់តណាបាយបាយដល់កអានេះដូចខ្វះរបៀបតាមដានប្រពន្ធណាតែយកខ្សែចងសក់ប្រពន្ធដើម្បីតាមដានចង់នឹងប្រពន្ធតាណាខ្លះអូយបើជ្រុលជីអញ្ចឹងមិនចងកតាមដានបដ ாய் ប្រាដឺតែប៉ុណ្ណេះហើយយើងដឹងគ្រប់យ៉ាងដល់លឿនភ្លាមប្រាដឺហួចបបាក់ពេកមិនព្រមដាក់ location តាមវ៉ាវណែវមកស្រួលរោជាងចាំបាច់តែចងខ្សែអញ្ចឹងអីអើយអូនតិចថ្លង់ថ្ងៃនេះយូរម្ល៉េះវ៉ៃចុំយប៉ែនេះលេងមែនតែនបាទហួចដើរមកជួបគ្នាទាំងក្បាលនៅជាប់ខ្សែអញ្ចឹងហ្មងហួចមកទាំងផ្ទាំងតែម្ដងណាបងថ្ងៃហ្នឹងអូនស្អាតដល់តែឈុតកូនខ្មុំមកតាមពិតណានាងតែជ្រោះមកជួបប្រុសនៅនឹងសោះអូចានេះអ្នកតាមដានគេនោះអស់ខ្សែប្រហែល100ដុំទៅសាហាវជាង Apple ណែវនេះណានេះតិចថ្លង់ទេតែប្រុសល្បី4នាក់មកប្រាដើមតែខ្ទប់នេះគេនិយាយអូតិចថ្លង់ទៅពាក់ព័ន្ធអីជាមួយនឹងប្រុសសំខាន់មនុស្សប្រុសហ្នឹងគេស្រឡាញ់គេចំណែនគេមែនប្រាដើហើយសោនអញជួបអីសោះវិញឡាយហ្នឹងអញយ៉ាងហើយអញស្មានតែនៅឆ្ងាយគ្នារួចអាប៉ែនោះនៅឈោកកាន់ខ្សែនៅក្រោយប៉ែនោះហ្នឹងដល់កអីស្មានតែនៅឆ្ងាយគ្នារាប់រយម៉ែត្រលោកព្រះស្អីគេហ្នឹងឃើញទេធ្វើអញ្ចឹងអីវ៉ាន់នោះអាណាមិនគ្រឺតលេងចេះស្អីគេហ្នឹងបើតាងាកមើលក្រោយអីបន្តិចទេថាណាគេទាញខ្សែចេញពីសក់ហ្នឹងងាប់ហើយមើលសក់វាដូចសបុកមន់ហួចមុននឹងឌីលក្បាលគេមានមើលក្បាលខ្លួនឯងទេថាដូចសបុកស្អីនេះឌីលសក់គេដូចសបុកមន់ហើយគិតថាសក់ខ្លួនឯងដូចអូប៉ាមែនហ្នឹងដូចសបុកចាបយើងណាទ្រាំលេងបានហើយយើងណាត្រូវតែសម្លាដល់កប្រាដើតែខ្ទប់អើយឯងខំតែភ័យជំនួសរួចមើលប្រាដើនឹងរត់គ្មានធ្វើមុខព្រោះនៅញែកងក់នៅហ្នឹងឯងហើយឯងខំរំជើបរំជួលតាមសម្រាប់បងប្អូនអ្នកខ្លះដែលកំពុងតែស្វែងរកជាមួយនឹងเพจក៏ដូចជាហាងដែលមានលក់ accessory ផ្សេងៗដែលជាផលិតផល Zin Original តែម្ដងបងប្អូនអាចចូលទៅកម្មងនៅក្នុង page Phone Plus បានដោយសារតែ page របស់គាត់គឺមានលក់ accessory ច្រើនមុខមែនទែនបងប្អូនអ្នកគ្នាហើយសុទ្ធសឹងតែជារបស់ Zin Original ទាំងអស់តែម្ដងអញ្ចឹងសម្រាប់បងប្អូនដែលកំពុងតែត្រូវការដូចជា power bank ឆ្នាំងសាកទូរស័ព្ទ iPhone កាស wireless ជើងទ្រ iPad ជើងទ្រ computer ជាប្រភេទកាសក្តាប់ត្រចៀកប្រភេទជើង live video ឬជាប្រភេទប៊ិចប្រើជាមួយនឹង iPad ក៏មានដែរបងប្អូនអ្នកគ្នាហើយអ្វីដែលពិសេសហើយអីវ៉ាន់របស់គាត់គឺសុទ្ធសឹងតែមានការធានាទាំងអស់តែម្ដងបងប្អូនអ្នកគ្នាសម្រាប់បងប្អូនដែលគាត់ចង់បានអីវ៉ាន់បងប្អូនអាចធ្វើការកម្មងតាម page Phone Plus ឬក៏បងប្អូនអាចអញ្ជើញទៅដល់ទីតាំងហាងរបស់គាត់ផ្ទាល់ក៏បានដែរទីតាំងហាងគឺនៅម្ដុំរិស័យកែវនឹងឯងបងប្អូនអរគ្នាសម្រាប់បងប្អូនដែលគាត់ចុះពីស្ពានខ្សែកាបរិស័យកែវបងប្អូនទៅខាងលិចឲ្យត្រង់ទៅចម្ងាយប្រហែលជា550ម៉ែត្របងប្អូននឹងឃើញហាងរបស់គាត់នៅចំណុចផ្លូវបែកជា4នឹងតែម្ដងអរគុណច្រើនបងប្អូនអរគ្នា